បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមការងារយើងបានចុះមកធ្វើការកម្ចាត់កាឌីជូនអតិថិជនបាទនៅបឹងកាឡូអិនតនូកំពតបាទអញ្ចឹងទីតាំងនេះយើងចុះមកធ្វើចំនួន3វិឡាថ្ងៃនេះម្ចាស់ផ្ទះគាត់បងប្អូនគ្នាតែម្ដងបាទវិឡាជាប់គ្នាតែម្ដងបាទចឹងតកតងនឹងការកម្ចាត់កាឌីនៅទីតាំងនេះគឺយើងធ្វើការចោះដើម្បីបញ្ចូលទឹកថ្នាំកម្ចាត់ប្រភពកាឌីបាទដោយសារទីតាំងផ្ទះនេះគាត់ទិញសម្រាប់លំហែបាទហើយក៏ទុកចោលអត់បានស្នាក់នៅអត់បានមើលថែទាំអញ្ចឹងសិតតែកាឌីអញ្ចឹងគ្រប់ផ្ទះហើយគ្រប់ទីតាំងគឺវាមានបញ្ហាកាឌីស៊ីទូស៊ីអីខូចខាតសឹងអាខ្ទេចអស់មកមានសល់អីហ្មងសូម្បីតែខែសូម្បីតែអីស៊ីខ្ទេចនឹងខែជាប្រភេទឈើ MC បាទអញ្ចឹងឥឡូវយើងទៅមើលក្រុមការងារយើងមកបាទតើតងការស្វែងចោះបញ្ចូលទឹកថ្នាំបាទហើយឥឡូវយើងបញ្ចូលហើយចោះហើយមកផ្ទះចូលផ្ទះទី2បាទផ្ទះនេះគេហៅផ្ទះអិនតនូដោយសារវាគេធ្វើពណ៌មកខុសគ្នាអញ្ចឹងបាទអញ្ចឹងមួយម្លងមួយខុសគ្នាទឹកក្រូចឈូកស្វាយផ្សេងហ្នឹងបាទអញ្ចឹងនេះឥឡូវក្រុមការងារធ្វើការចោះបញ្ចូលទឹកថ្នាំនៅគៀនជាងជុំវិញផ្ទះតែដើម្បីការពារប្រភពកាឌីបន្តមកយើងធ្វើការកម្ចាត់កាឌីនៅតាមទីតាំងបាទកម្មវិធីក្រុមការងារធ្វើការចោះណាបាទចោះដាក់ថ្នាំនៅបានផ្ទះតែម្ដងបាទចឹងបងប្អូនមានតម្រូវការតាក់ទងសេវាកម្មកម្ចាត់កាឌីបងប្អូនអាចធ្វើការតំណមកបានយើងចុះធ្វើការកម្ចាត់25ខែក្រុងតែម្ដងបាទ